ពាក្យរបស់យើងនៅទីនេះគឺជាពាក្យ nutrition អានមាន3សំឡេងណា nutrition ហើយពាក្យវាវេយ្យាករណ៍គឺជា noun ពាក្យនេះមែនតើទៅគឺជាពាក្យកម្រិតមួយយ៉ាងខ្ពស់តិចណាហើយបើបងប្អូនចេះប្រើប្រាស់វាបងប្អូនអាចយកវាទៅប្រើប្រាស់នៅក្នុងប្រភេទប្រធានបទតាក់ទងជាមួយនឹងសុខភាពអីបានច្រើនពីព្រោះពេលដែលនិយាយដល់សុខភាពអីពាក្យហ្នឹងជាទូទៅគឺមាននៅក្នុងហ្នឹងហើយពាក្យហ្នឹងបងប្អូនរបស់វាមាន2ទៀតមួយគឺ nutritious ជា adjective មួយទៀតគឺ nutrients អានឹងជា noun ចឹងឥឡូវបងប្អូនចេះមួយហ្នឹងហើយចាំតើបងប្អូនរកអាពីរផ្សេងទៀតណា Good nutrition gives your body energy គេថា nutrition ដែលល្អគឺផ្ដល់មកឲ្យរាងកាយរបស់យើងនៅថាមពល Athletes pay close attention to their nutrition គេថាកីឡាករគឺផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើ nutrition របស់ពួកគាត់បងប្អូនអាចកាត់យល់ទេតើពាក្យ nutrition ហ្នឹងមានន័យថាម៉េចខ្ញុំជឿថាបងប្អូនដឹងថាវាពាក់ព័ន្ធជាមួយនឹងអាហារណាហើយមែនតើទៅគឺអញ្ចឹងមែន nutrition ហ្នឹងគឺមានន័យថាអាហាររូបត្ថម្ភអ្វីដែលយើងហូបចុកចូលទៅក្នុងខ្លួនយើងហ្នឹងទាំងអាហារទាំងទឹកទាំងអីហ្នឹងដែលទាំងអស់ហ្នឹងគឺជាអាហាររូបត្ថម្ភហើយភាសាអង់គ្លេសគឺពាក្យ nutrition ហ្នឹងចឹងដើម្បីដឹងថាបងប្អូនចេះប្រើប្រាស់ពាក្យហ្នឹងអត់បងប្អូនបង្កើតប្រយោគភាសាអង់គ្លេសមួយមកដែលមានពាក្យនៅក្នុងហ្នឹងហើយ comment ខមមិនតូននេះមក